ចាប់តាំងពីពេលនោះមកក្មេងគង្វាលចៀមតែងតែប្រើល្បិចដដែលនេះជាច្រើនលើកទីបំផុតអ្នកភូមិទាំងអស់ក៏ធុញនឹងការកុហករបស់វាជួយផងហ្វូងឆ្កែចចកកំពុងតែខាំស៊ីចៀមខ្ញុំហើយថ្ងៃមួយក៏មានហ្វូងឆ្កែចចកមួយហ្វូងចូលមកពួកវាខាំហើយស៊ីហ្វូងចៀមយ៉ាងឃោរឃៅក្មេងគង្វាលចៀមភ័យខ្លាចខ្លាំងណាស់វារត់ស្រែកជុំសំដៅទៅរកអ្នកភូមិឲ្យជួយតែលើកនេះពួកអ្នកភូមិដែលធុញទ្រាន់នឹងការកុហករបស់វាក៏លែងរវល់នឹងវាទៀតពួកគេគិតថាក្មេងគង្វាលចៀមនិយាយកុហកដូចដែលវាធ្លាប់ធ្វើកន្លងមកដូច្នេះហ្វូងចៀមទាំងអស់ត្រូវបានស៊ីខ្ទេចដោយហ្វូងឆ្កែចចកក្មេងគង្វាលចៀមមិនអាចធ្វើអ្វីបានក្រៅពីអង្គុយយំនឹកស្ដាយចំពោះកំហុសរបស់ខ្លួននិទានរឿងនេះបង្រៀនឲ្យដឹងថាពាក្យសម្ដីរបស់មនុស្សកុហកតែងតែគ្មានអ្នកជឿ